សាធុសាធុអរប្រគុណច្រើនជាបឋមទូលព្រះបង្គំខ្ញុំព្រះករុណាព្រះអង្គម្ចាស់សូមលំអត់លំអោនកាយវិចាចិត្តនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យដោយសង្ខេបខ្លីជាពិសេសសូមធ្វើនៅកិច្ចនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូគ្រប់ព្រះអង្គព្រះធេរានុធេរៈគ្រប់ព្រះអង្គមឿនលើដោយជាពុទ្ធបរិស័ទពុកម៉ែបងប្អូនប្រុសស្រីដែលមានប្រវត្តិមាននិងវត្តមានក្នុងការជួបជុំព្រះធម្មកថាស្ដីពីការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានិងការអភិវឌ្ឍសង្គមប្រគុណចាស់ដ៏ចម្រើនញាតិញោមសប្បុរសប្រុសស្រីដូចបានតាមដានព្រះសណ្ដាប់និងស្ដាប់តាំងតែពីវេលាព្រឹកក៏ដូចជាមកដល់ពេលរសៀលមានការអធិប្បាយបរិយាយលើកឡើងនៅទេសនៈទានដ៏ល្អប្រសើរក្នុងការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅក្នុងស្រុកខ្មែររបស់យើងឲ្យមានការរីកចម្រើនឲ្យមានការលូតលាស់ទៅមុខជាដើមដូច្នេះនៅក្នុងឱកាសវេលាគ្រានេះដែរគឺទូលព្រះបង្គំខ្ញុំបកករណាអាត្មាភាពចាប់អារម្មណ៍ត្រង់ចំណុចដែលគុណចាស់ដែលបានធ្វើការឡើងការពីក្រមរបស់ខ្លួនក៏ដូចជាសង្ឃដីការបស់ព្រះមហាភិនវុធាអំបញ្ញមិញពាក់ព័ន្ធជាមួយនឹងការចោះជួយសង្គមតាមពិតទៅទេសនៈនៃប្រគុណម្ចាស់គ្រប់ព្រះអង្គទាំងប្រគុណម្ចាស់ខាងការពីប្រធានបទដែលបានលើកឡើងខាងដើមក៏ដូចជាប្រគុណម្ចាស់ព្រះមហាភិនវុធាក៏សិតតែមានហេតុផលរៀងព្រះអង្គអ្វីដែលជាបញ្ហាចោតដោយសារតែព្រះអង្គហ្នឹងមានការប្រកាន់យកនៅទេសនៈរបស់ខ្លួនថាត្រឹមត្រូវជាងគេតែប៉ុណ្ណោះប៉ុន្តែបើសិនជាយើងគ្រប់ព្រះអង្គយើងសម្បទាឲ្យគ្នាទៅវិញទៅមកទាញយកចំណុចរួមមួយទៅអត់មានការប្រកាន់ទេយើងសរុបរួមមកវិញថាអញ្ចេះការចោះជួយសង្គមមិនមែនតតែចុះទៅកសាងផ្ទះកសាងអ្វីអណ្ដូងទឹកឬក៏មានការបំពោះលោកអីជាដើមដែលថាជាផ្នែកមួយដែលព្រះអង្គបានធ្វើឲ្យព្រះអង្គថានឹងជាការងារដែលចោះជួយសង្គមទេតាមពិតទៅការចោះជួយសង្គមមានច្រើនបែបច្រើនយ៉ាងណាដែលប្រគុណម្ចាស់ញាតិញោមអាចជួយទៅបានជាក់ស្ដែងពាក់ព័ន្ធជាមួយនឹងសង្គមធម្មតាសង្គមបើយើងសរុបរួមទៅគឺការចាប់ផ្ដើមពីមនុស្សពីរនាក់ឡើងទៅណាលោកចាស់គ្រូដែលគេហៅថាសង្គមដូច្នេះហើយការដែលយើងទាំងអស់គ្នាក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅក្នុងស្រុកខ្មែររបស់យើងក៏ដូចជាជាតិរបស់យើងជាដើមដែលថាជាការជួយដល់ប្រសើរជាជំហានដំបូងនោះយើងត្រូវជួយខ្លួនយើងជាមុនសិនប្រគុណម្ចាស់យើងត្រូវជួយខ្លួនយើងជាមុនសិនមានន័យថាការជួយខ្លួនយើងជាមុននឹងតើជួយដោយរបៀបណាតើជួយដោយវិធីណាគឺផ្ដើមចេញពីប្រគុណម្ចាស់គ្រប់ព្រះអង្គហ្នឹងរួមជាមួយនឹងទូព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពផងដែរហ្នឹងយើងត្រូវតែសិក្សាគុណចាស់ណាយើងត្រូវសិក្សាមូលដ្ឋានគ្រឹះខាងដើមគឺការសិក្សាហ្នឹងតែម្ដងបើសិនជាគុណម្ចាស់ហ្នឹងគ្រប់ព្រះអង្គមានឆន្ទៈចង់ជួយជាតិចង់ជួយសាសនាព្រះមហាក្សត្ររបស់យើងឲ្យបានរីកចម្រើនខ្ពង់ខ្ពស់មានភាពល្បីល្បាញមាននៅសុខសន្តិភាពសេរីភាពវឌ្ឍនភាពព្រះគុណម្ចាស់ល្ងងខ្លៅអាចធ្វើឲ្យប្រទេសនឹងរីកចម្រើនដោយវិធីណាដោយរបៀបណាគុណម្ចាស់ជាទូទៅយើងមើលពាក់ព័ន្ធជាមួយនឹងគំរូដ៏ល្អរបស់សម្ដេចព្រះមហាសុមេធាធិបតីជោតញ្ញាណោជួនណាតព្រះអង្គជាអ្នកប្រាជ្ញខាងពុទ្ធសាសនាព្រះអង្គសួរថាព្រះអង្គចេះតែភាសាជាតិទេព្រះអង្គចេះទាំងភាសាជាតិអន្តរជាតិបាលីសំស្ក្រឹតសពគ្រប់ប្រការគឺច្បាស់ច្បងជាតិអន្តរជាតិគេទទួលស្គាល់ហើយព្រះអង្គមាននៅ power មានន័យថាមាននៅអំណាចហៅថាអំណាចរួមផ្សំជាមួយនឹង knowledge ចំណេះដឹងបន្ថែមទៀតមានន័យថាបង្កើនណាគុណចាស់បង្កើនណាមានន័យថាផាសមានន័យថាធ្វើឲ្យអ្វីដែលត្រូវធ្វើហ្នឹងគឺមានទម្ងន់និយាយទៅកាន់គេគឺមានឥទ្ធិពលព្រះគុណចាស់គ្រប់ព្រះអង្គឃើញថាមានឆន្ទៈល្អណាស់ក្នុងការចូលរួមជួយជាតិជួយសាសនារបស់យើងក៏ប៉ុន្តែបើសិនជាព្រះគុណម្ចាស់ជួយទៅតាមបែបល្ងងខ្លៅ
ប្រមាទទោសមិនប្រមាទទេណាទៀតណាគ្រាន់តែជាទស្សនៈទានមួយការបង្ហាញឲ្យឃើញទៅទាំងអស់គ្នាបើកាលណាយើងជឿជួយបែបងប់ងល់ឬក៏ជួយបែបទាំងមិនដឹងទិសម្បត្តិការជួយបែបហ្នឹងណាមិនមែនជាការជួយដល់ប្រសើរទេប្រគុណម្ចាស់មិនមែនជាការជួយដល់ប្រសើរទេបែរជាការធ្វើឲ្យគេមើលងាយលោកចាស់គ្រូធ្វើឲ្យគេមើលងាយពុទ្ធសាសនាយើងវិញទេយើងជួយទាំងហៅថាប្រៀបបានដូចមនុស្សដែលខឹងក្រោធណាកូនចាស់ខឹងក្រោធវេលាណាមនុស្សយើងខឹងក្រោធមិនធ្វើអ្វីមួយអត់បានការគិតទេបើកាលណាមិនគិតដោយល្អមិនត្រឹមត្រូវទេមិនប្រហើនច្រឡោងឋានធ្វើនៅអំពើឆ្កាំឆ្គងដែលហៅថាប្រសច្ចៈនៅសិលធម៌ឬក៏ហៅថាក្រមសិលធម៌ពុទ្ធសាសនារបស់យើងជាដើមអញ្ចឹងទៅណាលោកចាស់គ្រូគណាហើយបើកាលណាយើងធ្វើអ្វីដែលប្រសច្ចៈនៅក្រមសិលធម៌ហ្នឹងហើយគឺជាចំណុចមួយដែលធ្វើឲ្យអ្នកជនឆ្លៀតឱកាសនិយមគេចាប់ភាពកំសោយរបស់យើងហ្នឹងចំណុចខ្សោយហ្នឹងគេវាយបកត្រឡប់មកយើងវិញគេខោកក្បាលយើងបានដោយងាយប៉ុន្តែផ្ទុយទៅវិញបើសិនជាប្រគុណម្ចាស់ធ្វើអ្វីមួយដោយយកបញ្ញាមានន័យថាយើងក្នុងការជួយជាតិសាសនាប៉ុន្តែវិធីជួយពុទ្ធសាសនាឲ្យរីកចម្រើនក៏ដូចជាជួយប្រជាពលរដ្ឋឲ្យល្អប្រសើរនឹងយើងមាននីតិវិធីច្រើនយ៉ាងប៉ុន្តែគ្រាន់តែការជួយនឹងរបៀបនៃការជួយផ្សេងគ្នាប៉ុន្តែអ្វីដែលជាការប្រសើរបំផុតនោះសូមឲ្យប្រគុណម្ចាស់នឹងផ្ដើមពីការជួយខ្លួនឯងជាមុនជួយខ្លួនឯងជាមុនហើយយើងចែករំលែកនៅអ្វីដែលយើងមានទៅដល់អ្នកដទៃហើយទី2ទៀតសោតពាក់ព័ន្ធជាមួយនឹងការដែលយើងរស់នៅយើងកុំមើលឃើញតែទោសកំហុសគ្នាណាលោកចាស់គ្រូដោយច្រើនដូចព្រះមហាភិនវុធីលោកបានលើកឡើងអញ្ចឹងមានទស្សនៈដោយសារតែយើងចូលច្រឡំទេតាមពិតខ្ញុំកណាដឹងថាប្រគុណម្ចាស់គ្រប់ព្រះអង្គដែលនិមន្តមកនៅក្នុងឱកាសវេលាគ្រានេះមិនមែនមានបំណងលៀបពួរឲ្យគ្នាអីទេប៉ុន្តែដោយសារតែការដែលយើងមិនបានប្រឹក្សាគ្នាយោគយល់នៅអ្វីដែលជាទស្សនៈរួមនឹងទេយើងកើតមាននៅហៅថាការប្រកាន់រៀងខ្លួនណាអញ្ចឹងត្រង់ចំណុចនេះសូមប្រកេនថាយើងរួបរวมគ្នាណាកូនចាស់ណាយើងរួបរวมគ្នាយើងជួយអ្វីបានយើងជួយទៅមានន័យថាគុណម្ចាស់ជួយអាចធ្វើការងារយ៉ាងណាបានគុណម្ចាស់ជួយបែបហ្នឹងខ្ញុំកណាជួយបែបណាបានជួយបែបហ្នឹងគុណលោកចាស់គ្រូជួយបែបណាបានជួយបែបហ្នឹងសរុបរួមមកវិញយើងរួមគ្នាដើររួមគ្នាធ្វើនៅសេចក្តីល្អគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាអរគុណព្រះអង្គគ្រូព្រះហាអេសាឡាជាព្រះវិកតប្រចាំវត្តស្រាវត្តតេជោហើយសូមរតនានិមន្តព្រះអង្គគ្រូលួនសបាតម្ចាស់ពានរង្វាន់ការពារសិទ្ធិមនុស្សអត់មានវត្តនៅដោយតែនេះលោកចាស់នេះអត់មានវត្តមែនព្រះអង្គគ្រូលួនសបាតម្ចាស់ពានរង្វាន់ការពារសិទ្ធិមនុស្សចំនួនលោកគ្រូនិមន្តចំនួន5នាទីណានេះដាក់មកតាមគោលការណ៍នេះទេសូមបន្ថែមក៏បានដែរព្រោះកណាវិជាអាយ៉ងរបស់គេដែរហើយកម្មវិធីក្រោយគឺនិមន្តព្រះអង្គគ្រូចាស់គ្រូដើម្បីប្រកបតាមវត្តគ្រូហើយនេះហើយនេះអត់មានវត្តនៅទេនិយាយត្រង់គណៈសូមនមស្ការថ្វាយបង្គំប្រកាសណាប្រសងគ្រប់ព្រះអង្គថ្ងៃនេះអង្គខ្ញុំប្រកាសណាមានភ័ព្វវាសនាមានសំណាងបើនិយាយទៅណាព្រោះជាធម្មតាការជួបប្រជុំនៃសង្ឃរឿយក៏ជាហេតុនាំមកនៅសេចក្តីសុខឬក៏នាំមកនៅការរីកចម្រើននៅក្នុងពុទ្ធសាសនាក៏ដូចជាសង្គមជាតិប៉ុន្តែកន្លងមកកណាហាក់ដូចជាឯកាឯកោអីចឹងណាអូកណានិយាយទៅគេហៅថាសម័យពុទ្ធកាលវាមានព្រះអរហន្តព្រះបច្ចេកពុទ្ធព្រះអគ្គសាវកពុទ្ធអីផ្សេងអញ្ចឹងមានប្រសងអង្គខ្លះសម័យពុទ្ធកាលក៏ឯកោអញ្ចឹងដែរក៏ប៉ុន្តែមិនមែនឯកោដូចសម័យនេះទេសម័យនេះឯកោគេហៅថារើសអើង
bồ chẳng cái ná tay ta hai khôn ánh thá men bè ra hòn này cứ bè ra ham chẳng bè ra ham nâng hạ bây đôi chia ra ham pe ấy ra ham tầng ọt vượt ra ham tiếngอะไรnày cái rơ ương nè thay thao tập bông tí cái ham pram tầng ọt cái hai thá bay chạy bọc cua bay chạy sáng á nè áo chai bị nè xong bay tầm mất hiện cloud mà riếtรับอ่านពេញទំហឹងណាពេលដែលយើងមានទុកអាសន្នអន់ភ័យសពគ្រប់ប្រការយើងទៅលេងទៅសួរសុខទុក្ខគេគេបិទទ្វារកត់ទ្វារសាលាមិនមែនធម្មតាណាហើយនៅតែសើចដាក់គេទៅណាមិនបាច់ស្ដីបន្ទោមិនបាច់ជេរគេទេព្រោះអាហ្នឹងវាបើនិយាយទៅតកម្មយើងណាពុទ្ធសាសនាតកម្មយើងអរហាមគឺរហាមអញ្ចឹងប៉ុន្តែថ្ងៃនេះប្រហែលជាកណាមានសង្ឃឹមឡើងវិញមិនរហាមឬក៏មិនឯកោទេណាកណាស្ដាប់ព្រះអង្គគ្រប់អង្គដែលមានថេរដីកាចេញអំពីឆន្ទៈចេញអំពីទឹកចិត្តផ្សេងផ្សេងឃើញថាប្រសងយើងមិនអត្ថប្រយោជន៍ទេឬក៏គេហៅថាប្រសងគឺមានតម្លៃដូចគេហៅថាត្រៃរតន៍ចឹងណាយើងហៅត្រៃរតន៍គឺមានប្រពុតប្រធើប្រសងមិនចឹងអញ្ចឹងត្រៃរតន៍ដែលមានតម្លៃដូចព្រះអង្គនឹមសូត្រមិញណាសូមគុណត្រៃរតន៍ជួយខេមរាឲ្យបានសុខាតរៀងទៅណាត្រៃរតន៍ដែលមានតម្លៃហ្នឹងគឺត្រូវតែកែខៃអាម៉េចជួយអីជួយខេមរាជួយអីជួយខ្មែរជួយអីជួយជាតិកណាហើយមិនមែនបួងសួងឲ្យគុណនឹងមកជួយទេកណាគឺត្រូវតែយើងទាំងអស់គ្នាដែលជាទូអង្គត្រៃរតន៍ដែរមិនចឹងប្រសងអញ្ចឹងប្រសងនឹងឯងមានកតបកិច្ចករណីយកិច្ចជួយសង្គមជួយខេមរាជួយជាតិសាសនាទឹកដីព្រៃប្រក្សាយើងនឹងឲ្យវាសុខចម្រើនរីកចម្រើនរុងរឿងទៅតាមរយៈគោលការណ៍អីពុទ្ធសាសនាបូកជាមួយនឹងកិច្ចការសង្គមដោយព្រះអង្គដែលលើកឡើងខាងដើមហ្នឹងអញ្ចឹងការជួយសង្គមហ្នឹងកណាស្ដាប់មកឃើញមានច្រើនបែបច្រើនសន្តានច្រើនយ៉ាងគឺត្រូវហើយព្រះអង្គអត់មានខុសទេក៏ប៉ុន្តែយើងមើលទូអង្គពុទ្ធតើទូអង្គប្រពុតជួយសង្គមតាមរបៀបណាខ្លះមិនបាច់ចាំមើលណាឆ្ងាយតែមើលតែប្រពុតធ្វើតាមតែប្រពុតទៅត្រូវតែទាំងអស់ហ្មងកណាជឿទេជឿកណាទេឥឡូវប្រពុតធ្វើអីខ្លះមកកណាក្រៅពីទេសនាព្រះអង្គធ្វើអីណាបណ្ឌនិបាតសម្ដែងធម៌ណាដោះប្រស្នាទេវតាផ្សេងផ្សេងឲ្យព្រះអង្គធ្វើអីទៀតជួយសង្គមតាមរយៈអីដោះស្រាយតស៊ូមតិណាតស៊ូមតិអីខ្លះសូម្បីតែញាតព្រះអង្គហ្នឹងណាចោតប្រកាន់ព្រះអង្គសិតតែក្បត់អីក្បត់រាជបល្ល័ង្កក្បត់ជាតិក្បត់សាសនាក្បត់ស្អីស្អីសពគ្រប់អញ្ចឹងព្រះអង្គលោកតស៊ូមតិប្រឆាំងនឹងរាជវង្សព្រះអង្គឯងមុនគេរហូតដល់រាជវង្សហ្នឹងទទួលស្គាល់តែពុទ្ធមិនឈួតណាដំបងឯស្មានតែឈួតអញ្ចឹងតែម្នេះឯងគេថាឈួតតែអញ្ចឹងហើយដោយកណាកាលពីដំបងទីម្នេះឯងនរណាក៏គេថាកណាឈួតដែរកណាប៉ុន្តែជាការពិតឥឡូវនេះយើងត្រូវធ្វើអញ្ចឹងចូលរួមអញ្ចឹងហើយប្រសើរបំផុតកណាឃើញព្រះអង្គធម្មកថានេះព្រះអង្គកណាតាមដានយូរហើយណាតាមដានមិនមែនថាមិនតាមដានតែធម្មកថាទាំងអស់កណាតាមដានមើលធម្មកថាណានិយាយអីទេសនាអីគឺយើងតាមដានមើលតើព្រះអង្គណាទេសនាចូលក្នុងសង្គមព្រះអង្គណាទេសនាក្រៅសង្គមណែមានទេសនាមានពីរទៀតណាមានអាទេសចូលសង្គមមានអាទេសក្រៅសង្គមទេសក្រៅសង្គមគិតទៅយកវើពួកយើងនោះនិព្វាននោះនិព្វានអានេះអត់ឃ្លានចង់ងាប់អត់មានគិតទេកណាអញ្ចឹងកណាសូមគាំទ្រធម្មកថាទាំងអស់សូមឲ្យទេសនាសម្ដែងធម៌មិនឲ្យមានផ្លូវលោកផ្លូវធម៌អីចឹងណាកណាសូមអរប្រគុណឲ្យសង្ឃឹមញញឹមជឿជាក់ទុកចិត្តថា
ប្រសងគ្រប់អង្គឬក៏កណាព្រះអង្គឯងមិនឯកោទៀតទេណាហើយបើឃើញព្រះអង្គណាកើតទុកព្រះអង្គណាគេដេញចេញពីវត្តព្រះអង្គណាគេស្អីអញ្ចឹងគេធ្វើបាបអញ្ចឹងព្រះអង្គទាំងអស់គ្នាស្ម័គ្រចិត្តជួយហ៎ជួយហ៎កណាអាហ្នឹងបានគេហៅប្រសងពិតហើយបើគិតតែសងំតែសក់ខ្លួនឯងថាប្រសងដែរអត់ត្រូវទេត្រូវជួយបើឃើញអយុត្តិធម៌គេគៀបគេសង្កត់ណាគេដេញគេដកផ្សេងដោយព្រះអង្គឃើញទេគាត់ណាការពារដីធ្លីជុំវិញវត្តគេដកតំណែងចាតិការួចកណាគាត់ណាការពារអញ្ចឹងគេដេញតំណែង24ខេត្តក្រុងដើរតដេញហ្មងមើលដើរតដេញណាជំនាន់នោះសម័យនោះអត់មានព្រះអង្គណាហ៊ានជួយទេប៉ុន្តែកណាមិនបន្ទោសទេណាដោយសារអីដោយសារបរិបត្តិកលៈទេសៈប៉ុន្តែបច្ចុប្បន្ននេះពីឥឡូវនេះទៅកណាសង្ឃឹមថាมันដូចពីមុនទេណាមែនទេកណាมันដូចពីមុនអញ្ចឹងសុំសាមគ្គីហ្នឹងតបោសុខោទាំងអស់គ្នាសូមអរគុណព្រះអង្គគ្រូរួនសវ៉ាម្ចាស់ពានរង្វាន់សិទ្ធិមនុស្សព្រះអង្គទ្រង់ឲ្យមានវត្តនៅសូមរតនានិមន្តព្រះថេរៈឆាំផល្លាមកពីអង្គការ BSDOPA ណាសូមរតនានិមន្តព្រះអង្គឆាំផល្លាណាលឿនតិចមកទៀតបងឡើងគាត់ណាមកខាត់2នាទី5នាទីទៀតណាហើយនឹងបតិសរុបសេចក្តីរបស់ធម្មនិកណាសូមរតនានិមន្ត5នាទីណាកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមហើយជាពិសេសសូមក្រាបថ្វាយបង្គំចំពោះគណៈអធិបតីគ្រប់ព្រះអង្គទាំងអស់សូមនមស្ការចំពោះព្រះមហាថៃនិងព្រះអនុថៃនិងសូមចម្រើនពរដល់អស់លោកស្រីនិងនាងកញ្ញាអាត្មាភាពដូចចង់ញ័រហេតុអីបានចង់ញ័រព្រោះទុកអារម្មណ៍ថាមិននិយាយទេតាំងពីព្រឹកហ្នឹងហើយព្រះអង្គបើស៊ីថាលោកឲ្យអាត្មាហ្នឹងខ្ញុំណាហ្នឹងនិយាយបន្តិចប៉ុន្តែគិតថាមិននិយាយដល់ពេលឥឡូវអត់មានបានត្រៀមផងស្រាប់តែឲ្យខ្ញុំណានិយាយអញ្ចឹងទៅវាមិនបានត្រៀមអារម្មណ៍ទេស្រាប់តែញ័រតែម្ដងហើយខ្ញុំណាសូមសម្ដែងការត្រេកអរយ៉ាងខ្លាំងជាទីបំផុតដែលខំកាត់ពីខេត្តកំពង់ចាមមកចូលរួមក្នុងអង្គប្រជុំនេះពេលនេះផងដែរដែលគិតថាវាជាឱកាសមួយដ៏ល្អបំផុតសម្រាប់ពុទ្ធសាសនាព្រោះថាការងារទាំងឡាយផ្សេងយើងធ្លាប់ឃើញហើយធ្លាប់ឃើញមានការចូលរួមប៉ុន្តែមិនទាន់មានលក្ខណៈទ្រង់ទ្រាយធំហើយក៏មិនទាន់មានការចូលរួមអំពីសំណាក់ព្រះសង្ឃដែលមានឥទ្ធិពលដូចជាធម្មកថានឹងទេអញ្ចឹងបានជាឱកាសនេះឯងគឺជាឱកាសមួយដ៏ល្អបំផុតដែលអាចបង្កើតជាប្រព័ន្ធប៉ុន្តែឆ្លងកាត់ការស្ដាប់តាំងពីព្រឹករហូតទល់គ្នានឹងពេលនេះខ្ញុំណាយល់ឃើញថាត្រូវតែរៀបចំជាស្ថាប័នមួយណាដើម្បីឲ្យការងារនឹងឯងវាប្រព្រឹត្តទៅបានរលូនហើយមាននិរន្តរភាពមានឥទ្ធិពលវែងឆ្ងាយត្រូវបង្កើតស្ថាប័នហ្នឹងហើយស្ថាប័នដាក់ឈ្មោះយ៉ាងម៉េចក៏ដាក់ទៅប៉ុន្តែត្រូវមានស្ថាប័នតែកាលណាកើតចេញជាស្ថាប័នហើយគឺមានរចនាសម្ព័ន្ធច្បាស់លាស់ហើយមានការទទួលស្គាល់មានការគ្រប់គ្រងអំពីស្ថាប័នដែលពាក់ព័ន្ធហ្នឹងហើយពីព្រោះប្រសិនបើមិនបានកើតទៅជាស្ថាប័នមិនមានការគ្រប់គ្រងអំពីស្ថាប័នដទៃទេប្រហែលជាវាមិនអាចមានភាពថិតថេរឬក៏និរន្តរភាពបានទេព្រោះខ្ញុំកណាធ្លាប់បានធ្វើការមួយចំនួនដែរនៅតាមខេត្តហ្នឹងដោយធ្វើទៅខ្វះការគ្រប់គ្រងអំពីសំណាក់ស្ថាប័នផ្សេងដូចជាយើងចុះទៅធ្វើការអប់រំតាមសាកលវិទ្យាល័យតាមអីផ្សេងអត់មានការចូលរួមលើកកម្ពស់ឬក៏ថាគ្រប់គ្រងអំពីសំណាក់មន្ត្រីសង្ឃយ៉ាងទៅឬក៏ខាងអាជ្ញាធរគេមិនសូវគ្រប់គ្រងយើងធ្វើអត់មានជោគជ័យទេអត់បានផលផ្លែផ្កាច្រើនទេអញ្ចឹងបានជាខ្ញុំណាគិតថាថ្ងៃនេះបើចង់ឲ្យការងារនឹងជោគជ័យតលតែបង្កើតទៅជាស្ថាប័នហើយការណាកើតទៅជាស្ថាប័នគឺច្បាស់ជានឹងរត់ការឆ្លងកាត់អ្នកដែលពាក់ព័ន្ធទាំងអស់ហ្នឹងហើយ
ហើយការណាឆ្លងកាត់អ្នកដែលពាក់ព័ន្ធហើយបើអ្នកដែលពាក់ព័ន្ធទាំងអស់នឹងឯងគាត់គ្រប់គ្រងមានន័យថាអ្វីៗអូខេតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមតែម្ដង អរគុណអរគុណ ណាខ្ញុំណាសូម ពីថ្នាក់លើដល់ថ្នាក់ក្រោមបើបង្កើតសូមចូលរួមតែសូមនិមន្តព្រះអង្គព្រះមហាផនភិកប្រធានអង្គការនៅខេត្តកំពង់ចាម